សមាជិកបានក៏ហៅបរិសរវង្សរាម្នាក់ដែលប្រើពាក្យសម្ដីពុំសមរម្យធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំមកសាកសួរនិងឲ្យបរិសរូបនោះសុំទោសជាសាធារណៈព្រោះសកម្មភាពនិងសម្ដីទាំងនេះដោយសារតែគាត់ខឹងនិងកូនប្រសាររបស់គាត់យកលុយចំណងដៃជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលបាទចឹងបងប្អូនដឹងហើយថាបើកាលពីពេលបាទថ្មីនេះបាទមានឪពុកក្មេកម្នាក់ដែលខឹងជាមួយនឹងកូនប្រសារប្រុសរបស់ខ្លួននឹងបាទផឹកស៊ីនឹងជប់លៀងសុកស្រាប់តែបាទយកលុយចំណងដៃដែលគេចកដៃបានរាប់ពាន់ដុល្លារហ្នឹងបាទរត់គេចខ្លួនបាត់ស្រមោលបាទមិនដឹងថាគាត់ទៅណាទេហាបាទហើយឪពុករបស់ខ្លួននឹងបាទខឹងជាមួយនឹងកូនប្រសារក៏បានបាទជេរប្រមាថក៏បាទកូនប្រសារហើយក៏ធ្វើឲ្យបាទប៉ះពាល់ដល់ថ្នាក់ដឹកនាំផងដែរបាទហើយនៅពេលនេះសមាជិកក៏បានហៅគាត់មកធ្វើការអប់រំដើម្បីសុំទោសជាសាធារណៈផងដែរបងប្អូនទាំងអស់គ្នាបាទ